ជំរាបសួរអ្នកទាំងអស់គ្នាតោះអញ្ចឹងយើងថ្ងៃហ្នឹងយើងបន្តមេរៀនយើងទៀតណាមេរៀន hardware គឺសភៅ elementary បាទអញ្ចឹងយើងមកខាត់ពេកយើងទៅបន្តមេរៀនហ្នឹងយើងបើកសៀវភៅទាំងអស់គ្នាមកគឺ page 8ទំព័រទី8បាទ page 8ទំព័រទី8បាទនេះអូខេតោះអញ្ចឹងនៅក្នុងចំណុចទំព័រទី8ហ្នឹងយើងមើល subtitle របស់វាចំណងជើងរងទូចនេះគេទៅគេដាក់ថា Rick family យើងប្រែថាគ្រួសាររបស់ Rick ណាមិនមែន Rick គឺជាគ្រួសារទេណាគ្រួសាររបស់ Rick Apostrophe S ហ្នឹងគឺបង្ហាញពីកម្មសិទ្ធិ possessive បាទអញ្ចឹងនៅខាងក្រោមហ្នឹងគឺឃើញគេដាក់ថា verb ហើយ verb ហ្នឹងមាន4មាន have មាន go មាន live ហើយនិង like បាទអញ្ចឹង have យើងប្រែថាមានណាហើយបញ្ជាក់ទៀតមានហ្នឹងគឺមានក្នុងន័យថាជាកម្មសិទ្ធិឧទាហរណ៍ថាខ្ញុំមានបងប្រុសមានប្អូនស្រីមានឪពុកមានម្ដាយមានបែបហ្នឹងគេប្រើពាក្យ have តែបើក្នុងករណីថាមានក្មេង2នាក់នៅលើផ្ទះអញ្ចឹងអាហ្នឹងមិនមែន have ទេណាបាទបញ្ជាក់ហើយពាក្យ go យើងប្រែថាទៅ live ប្រែថារស់នៅ like ប្រែថាចូលចិត្តបាទអញ្ចឹងដល់ចំណុច number 1 tape script 1.6 គេថា listen to and read about Rick Wilson life and family គេថាចូលស្ដាប់បន្តមកទៀតឲ្យអានអំពីជីវិតនិងគ្រួសាររបស់ Rick Wilson បាទអញ្ចឹងអត្ថបទ text របស់គាត់គឺនៅខាងតាមដៃរបស់យើងឃើញបាទនេះបាទអញ្ចឹងគេឲ្យយើងស្ដាប់អញ្ចឹងមានថាខ្ញុំ play tape script យើងស្ដាប់ហើយយើងទៅអានអានឹងភាសាទៀតបាទអញ្ចឹងដើម្បីឲ្យពោះក្នុងអីហ្នឹងគឺក្នុងន័យថាយើងអាចឲ្យយើង improve our listening ស្ដាប់ណាស្ដាប់ទៅដើម្បីបានយើងធ្វើឲ្យប្រសើរឡើងក្នុងការស្ដាប់របស់យើងបាទអញ្ចឹងនៅខាងក្រោមជារូបរបស់នៅក្នុងអត្ថបទហ្នឹងណាយើងអាចមើលបានថានេះគឺជាឈ្មោះនេះគឺជាឈ្មោះRick Wilson ហ្នឹងបាទហើយនេះគឺជា Lily Edward បាទហើយ Rosie ហើយប្រិយរបស់គាត់បាទតែនេះគឺជាគ្រួសារឪពុកម្ដាយរបស់គេថាមីហ្នឹងគឺ Rick Wilson ហើយ mom ហើយនិង dad របស់គាត់បាទអញ្ចឹងយើងចង់ដឹងថាតើ Edward ហើយនិង Rosie គឺជានរណាហើយ Lily គឺជានរណាអញ្ចឹងយើងចង់ច្បាស់យើងតើយើងស្ដាប់ហើយយើងអានទាំងអស់គ្នាអញ្ចឹងកុំឲ្យខាត់ពេកយើងនាំគ្នាស្ដាប់មុនណាព្រោះគេដាក់ថា listen to and read អញ្ចឹងយើងស្ដាប់មុនតោះ let's go Tape script 1.6 Rick's family. My name's Rick Wilson and I'm from London. I'm 19 years old and I'm a student. I go to Kingston University. I have a brother and a sister. My brother's name is Edward. He's 16 and he's at school. My sister's name is Rosie. She's 23 and she's married. I live with my parents and my brother in a house in West London. My father, Peter, is a salesman and my mother, Helen, is a teacher. I'm not married, but I have a girlfriend. Her name's Lily. She's lovely. My family really like her. បាទអញ្ចឹងបន្ទាប់ពីយើងបានស្ដាប់រួចហើយអូខេអញ្ចឹងយើងអាចអានពីលើនឹងភាសាទៀតទៅអញ្ចឹងខ្ញុំសូមអត់អានទេប៉ុន្តែខ្ញុំសូមប្រែសេចក្តីនឹងព្រោះបងប្អូនអាចចំណាយពេលមើលវីដេអូនេះហើយបងអាចអានដោយខ្លួនឯងប៉ុន្តែពេលខ្លះយើងអាចមានបញ្ហាចំពោះការប្រែសេចក្តីព្រោះខ្ញុំចង់ឲ្យយើងយល់កាន់តែច្បាស់អញ្ចឹងខ្ញុំជួយប្រែឲ្យណាបាទគេថា My name Rick Wilson am from London អញ្ចឹងខ្ញុំអត់អានទេខ្ញុំប្រែយកបណ្ដោយឈ្មោះរបស់ខ្ញុំគឺ Rick Wilson ខ្ញុំមកពីទីក្រុងឡុងខ្ញុំមានអាយុ19ឆ្នាំហើយខ្ញុំគឺជាសិស្សម្នាក់ខ្ញុំសិក្សានៅមហាវិទ្យាល័យ Kingston ខ្ញុំមានប្អូនប្រុសម្នាក់និងមានបងស្រីម្នាក់ដែលឈ្មោះរបស់ប្អូនប្រុសខ្ញុំនោះគឺ Edward ហើយប្អូនប្រុសខ្ញុំមានអាយុ16ឆ្នាំគាត់គឺជាសិស្សដែលសិក្សានៅសាលា school ហើយហ្នឹងគេសំដៅលើសាលាចាប់ពីវិទ្យាល័យចុះមកក្រោមយើងប្រើពាក្យ school ណាអញ្ចឹងដូចជា primary school secondary school និង high school អញ្ចឹងគេប្រើពាក្យ school បាទmy sister name អញ្ចឹងបងស្រីរបស់គាត់គឺ Rosie គាត់មានអាយុ23ឆ្នាំហើយគាត់បានរៀបការរួចមកហើយបាទហើយ Rick គាត់និយាយទៀតថាខ្ញុំរស់នៅជាមួយនឹងឪពុកម្ដាយរបស់ខ្ញុំ
ហើយបងប្អូនប្រុសរបស់ខ្ញុំនៅក្នុងផ្ទះនៅទីក្រុងឡុងភាគខាងលិចបាទហើយឪពុករបស់ខ្ញុំឈ្មោះថា Peter គាត់គឺជា salesman ហ្នឹងគឺអ្នកលក់អីវ៉ាន់នៅក្នុងហាងឬក៏លក់ឡានលក់អីហ្នឹងផ្ទាល់ហ្នឹងគេហៅ salesman ហ្នឹងគេអាចប្រាប់ពាក្យថា car salesman ក៏បានដែរអ្នកលក់ឡានអីចឹងទៅបាទហើយម្ដាយរបស់ខ្ញុំឈ្មោះថា Helen គាត់គឺជាគ្រូបង្រៀនម្នាក់បាទក្នុងនេះគេអត់បញ្ជាក់ថាគ្រូបង្រៀនអ្វីទេតែដឹង teacher ព្រោះពាក្យ teacher បែរគ្រូបង្រៀនតែក្នុងន័យទូទៅអត់ទាន់ specific ទៅលើអីមួយទេហើយគាត់និយាយទៀត Eric គាត់ថាខ្ញុំអត់ទាន់រៀបការទេក៏ប៉ុន្តែ I have a girlfriend គាត់មានមិត្តស្រីម្នាក់ហើយឈ្មោះរបស់នារីម្នាក់នោះមិត្តស្រីហ្នឹងគឺ Lily បាទហើយគាត់និយាយទៀតថា Lily ហ្នឹងគួរឲ្យស្រឡាញ់មែនតើហើយគ្រួសាររបស់គាត់ហ្នឹងគឺពិតជាចូលចិត្តឡាញហ្នឹងបាទពិតជាចូលចិត្ត Lily ហ្នឹងណាបាទហើមកឲ្យ Lily បាទចឹងអត្ថបទហ្នឹងគឺមានន័យប៉ុណ្ណឹងបាទចឹងបន្ទាប់ពីយើងបានស្ដាប់អត្ថបទហើយយើងអានរួចហើយយើងយល់សេចក្តីយើងមកចូលដល់ចំណុចទី2គេថា complete the sentences about Rick ឲ្យយើងបំពេញនៅចំណុចប្រយោគនេះបាទកន្លែង space ហ្នឹងនៅក្នុងប្រយោគហ្នឹងអញ្ចឹងយើងនាំគ្នាបំពេញបន្តិចមកបាទអញ្ចឹងយើងបំពេញហើយចាំយើងស្ដាប់ tape script 1.7 មួយទៀតដើម្បីទាញគាត់ថាតើចម្លើយរបស់យើងពិតជាត្រឹមត្រូវដែរឬទេបាទអូខេចឹងតើយើងនាំគ្នាស្ដាប់ដើម្បីផ្ទៀងផ្ទាត់នៅចម្លើយរបស់យើងថាតើត្រឹមត្រូវឬក៏មិនត្រឹមត្រូវហើយបើមិនត្រូវយើងនាំគ្នាកែតម្រូវអូខេ let's go Tape script 1.7 1. I go to Kingston University. 2. I have a brother and a sister. 3. I live with my parents in a house in West London. 4. My family really like Lily. បាទចឹងបន្ទាប់ពីហ្នឹងហើយចូលដល់ចំណុចទី3 complete the sentences about you កន្លែងនេះមានន័យថាគេឲ្យយើងយកពាក្យ go ពាក្យ have ពាក្យ live ហើយនិងពាក្យ like 4កិរិយាសព្ទហ្នឹងមកបំពេញបង្កើតជាប្រយោគហើយយកព័ត៌មានរបស់យើងយកមកប្រើណាឧទាហរណ៍ថាយើងជាសិស្សយើងកំពុងតែម្នាក់មើលយើងនៅបាត់ដំបងអញ្ចឹងយើងអាចនិយាយថា I live in បាត់ដំបង province យើងចូលចិត្តអីគេចូលចិត្តផ្លែប៉ោម I really like apple សំដៅបាទ I really like apple បាទឬក៏យើងចូលចិត្តថាខ្ញុំចូលចិត្តអានសៀវភៅ I really like reading a book បាទជាដឹងទៅហើយយើងបង្កើតប្រយោគជាមួយយើងអាចនិយាយប្រយោគទាំងអស់ហ្នឹងទៅប្រាប់ partner ដៃគូបើខិនតែយើងមើលនៅក្នុងថ្នាក់មានន័យថាយើងអាចពាក្យសារជាមួយមិត្តភក្តិដៃគូរបស់យើងបានបាទណាហើយបើសិនជាយើងមើលវីដេអូតែម្នាក់ឯងទេគឺយើងអាចបង្កើតប្រយោគហ្នឹងដើម្បីឲ្យយើង speak out និយាយវាចេញមកតែបីម្នាក់ឯងក៏ដោយព្រោះអាហ្នឹងវាជាការសិក្សាដើម្បីឲ្យយើងសមមាត់ណាបាទចូលដល់ចំណុចបន្ទាប់កន្លែងនេះ possessive តែកម្មសិទ្ធិជាចំណុចវេយ្យាករណ៍គេថា read the grammar spot find more example of apostrophe s in the text are there is or possession គេថាឲ្យយើងអាននៅ grammar spot ខាងក្រោមនេះ grammar spot ហ្នឹងបន្តមកទៀតឲ្យយើងស្វែងរកនៅ example ដែលបង្ហាញអំពី apostrophe s នៅក្នុងអត្ថបទតើនៅក្នុងអត្ថបទមានចំណុច apostrophe s ប្រមាណហើយគេសួរថាតើ apostrophe s ទាំងអស់ហ្នឹងវាគឺជាវាមកពី is ឬក៏វាបង្ហាញអំពី possessive កម្មសិទ្ធិខាងលើនេះបាទតែលោក Edison Tensis មើលខាងក្រោមគេថា my name's Rick ចឹងកន្លង my name Rick apostrophe s ហ្នឹងគឺមកពី is my name is Rick បាទមួយទៀត my brother name is Edward ចឹងapostrophe s ហ្នឹងគឺបង្ហាញពី possession វាស្មើនឹង his name កម្មសិទ្ធិចឹងណាចឹងគេឲ្យគេថាទៀតបើសិនបើយើងចង់ច្បាស់យើងអាចចូលទៅមើល grammar reference កន្លែងហ្នឹងគឺ grammar reference ហ្នឹងគឺឯកសារបញ្ជាក់លម្អិតបន្ថែមលើចំណុច grammar ហ្នឹងដោយនៅចំណុច 1.3 ហើយទំព័រទី134ចឹងយើងអាចទៅសិក្សាទាំងអស់គ្នាកុំឲ្យខានពេកយើងទៅមើលអស់គ្នាតោះទំព័រ134បាទនេះ 1.3 ទំព័រ134 possessive ចឹងគេមានឧទាហរណ៍3ឲ្យយើងមើលទី1គេថា my wife's name វាស្មើនឹង her name
ហើយវាស្មើនឹង the name of my wife ចឹងកន្លែងហ្នឹងវាបង្ហាញអំពី possessive ចឹងឧទាហរណ៍ទាំង3ហ្នឹងគឺគេចង់និយាយអំពី possessive បង្ហាញពីកម្មសិទ្ធិចឹងបែរថារបស់ហ្នឹងស្មើយើងAndy's dictionaryវាស្មើនឹង his dictionary បាទ my parents house ស្មើនឹង their house បាទផ្ទះរបស់ឪពុកម្ដាយខ្ញុំយើងអាចប្រើពាក្យថាផ្ទះរបស់ពួកគាត់បាទអញ្ចឹងនៅក្នុង grammar ហ្នឹងគឺចំណុចហ្នឹងមានតែប៉ុណ្្នឹងទេគឺគេចង់ឲ្យយើងចំណាំបាទអញ្ចឹងយើងមើលទៅទំព័រដើមមកយើងមើលគឺ page 8ទាំងអស់គ្នាបាទកន្លែងហ្នឹងមួយទៀតខ្ញុំអាចបញ្យល់បន្ថែមទៅលើនឹងបន្តិចជាបទពិសោធន៍ដែលខ្ញុំធ្លាប់បរៀនកន្លងមកហើយនឹងការសង្កេតរបស់ខ្ញុំដែលយើងអាចដឹងថាបើសិនជាក្នុងប្រយោគហ្នឹងវាមាន apostrophe s ដល់ទៅ2អញ្ចឹងយើងអាចមើលវាឧទាហរណ៍កន្លែង my name apostrophe s ហើយនឹង Rick អញ្ចឹងកន្លែងហ្នឹងយើងអាចសម្គាល់ថាវា is ឬក៏ apostrophe s កម្មសិទ្ធិយើងអាចមើលពាក្យខាងដើមនិងពាក្យខាងចុងខាងមុខវានិងខាងក្រោយវានេះបាទអញ្ចឹង my name ហើយនឹង Rick តើវាស្មើគ្នាអត់ពីហ្នឹងព្រោះគេនិយាយថាជាទូទៅព្រោះនៅក្នុងវេយ្យាករណ៍គេថា is វាមានន័យស្មើនឹងសញ្ញាស្មើដែរអញ្ចឹងឧទាហរណ៍ថា my name វាជានាមមួយទៅពេល Rick ក៏ជានាមមួយដែរបង្ហាញជាឈ្មោះអញ្ចឹងបើរបស់ពីរហ្នឹងវាស្មើគ្នាអញ្ចឹងមានន័យថាវា is ហើយអញ្ចឹងណាបាទតែបើសិនបើខាងពាក្យខាងដើមនេះហើយនឹងនាមនៅខាងក្រោយវាហ្នឹងវាមិនស្មើគ្នាទេវាមិនមែនជារបស់តែមួយទេឬក៏វាមិនអាចជំនួសគ្នាបានទេអញ្ចឹងអាហ្នឹងវាមិនមែនទេវាបង្ហាញពីកម្មសិទ្ធិឧទាហរណ៍ថា my brother បងប្រុសរបស់ខ្ញុំវាខាងក្រោយវា name ឈ្មោះអញ្ចឹងមានន័យថាយើងមិនអាចនិយាយថា my brother បងប្រុសរបស់ខ្ញុំគឺឈ្មោះទេមិនមែនទេអញ្ចឹងរបស់ពីរហ្នឹងគឺពីរផ្សេងគ្នាអញ្ចឹងគឺវាបង្ហាញពីកម្មសិទ្ធិវិញមានន័យថាឈ្មោះរបស់បងប្រុសខ្ញុំតែយើងអាចចំណាំអញ្ចឹងបាទអញ្ចឹងអាហ្នឹងគេតិចមួយក្នុងការចំណាំដែរយើងអាចចំណាំបានចូលដល់ចំណុចទី5ដែលជាចំណុចចុងក្រោយនៅក្នុងទំព័រទី8ហ្នឹងនិយាយថា answer the question គេឲ្យយើងឆ្លើយសំណួរអញ្ចឹងកន្លែងហ្នឹងគឺយើងយកសំណួរទាំង5ទៅឆ្លើយដោយយើងយោងទៅតាម text ខាងនេះបាទ text នេះគឺអត្ថបទហ្នឹងដែលនិយាយអំពី Rick Wilson ហ្នឹងបាទអញ្ចឹងឧទាហរណ៍សំណួរទី1គេឆ្លើយហើយគឺថា whose Edward នឹងជាណាអញ្ចឹងគេថា his Rick's brother យើងឃើញកន្លែងនេះមាន apostrophe s ដល់ទៅ2បាទអញ្ចឹងយើងប្រែថា Edward ហ្នឹងឬក៏គាត់ហ្នឹងគឺជាអីគេគឺជាប្អូនប្រុសរបស់ Rick បាទ he ហ្នឹងគឺគេ he គឺ Edward អញ្ចឹង Rick គឺជាមនុស្សផ្សេងអញ្ចឹងបើយើងនិយាយថា Edward ស្មើនឹង Rick អត់ត្រូវទេបាទ Edward ផ្សេង Rick ផ្សេងមិនជាមនុស្សតែមួយទេមិនជារបស់តែមួយទេអញ្ចឹងបើយើងនិយាយថាគាត់គឺជាអីគេនេះហើយយើងមកខាងក្រោយទៀតវាយើងថា Rick គឺជា brother ក៏មិនត្រូវដែរអញ្ចឹងមានន័យថា brother នេះវាស្មើនឹង he នេះអញ្ចឹងមានន័យថា brother របស់ Rick អញ្ចឹងគាត់គឺជាប្អូនប្រុសរបស់ Rick អញ្ចឹងយើងអាចចំណាំកន្លែងហ្នឹងទៅនឹងវេយ្យាករណ៍ណាចំណុចទី2ទី3ទី4យើងអាចឆ្លើយទៅខ្លួនឯងក៏យើងមើលទៅលើអត្ថបទអញ្ចឹងកុំភ្លេចធ្វើលំហាត់ណាដើម្បីបង្កើននៅចំណេះដឹងរបស់យើងបាទអញ្ចឹងនៅក្នុងវីដេអូមួយហ្នឹងគឺខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូបន្ទាប់ដែលយើងសិក្សាលម្អិតអំពីទំព័រទី9របស់គ្នាបាទ Goodbye